បាទជំរាបសួរបាទខ្ញុំឈ្មោះប៊ុនច័ន្ទវិសាលខ្ញុំមកពីAMS បាទការដែលខ្ញុំមកវគ្គសិក្សានេះខ្ញុំបានទទួលព័ត៌មានពីនិយាយទៅគឺមើលនៅក្នុងផ្នែក social media បាទហើយក៏មានការណែនាំពីក្រុមការងារឲ្យគាត់មកឲ្យខ្ញុំបានចូលរួមមកកន្លែងនេះគោលបំណងនៃការចូលរួមមកកន្លែងនេះមានន័យថាខ្ញុំមើលឃើញអំពីគុណតម្លៃនៃការសិក្សានេះតាមរយៈទី1គឺការរបៀបនៃការសរសេរផែនការឲ្យច្បាស់លាស់និងរបៀបនៃការគិតឲ្យស៊ីជម្រៅនៅខាងក្នុងកិច្ចការងារហ្នឹងបាទហើយអ្វីសំខាន់បំផុតហ្នឹងគឺដូចជាការដែលឲ្យយើងដឹងអំពីគន្លឹះដ៏សំខាន់មួយដែលឲ្យយើងអភិវឌ្ឍខ្លួនទៅជាអ្នកដឹកនាំមួយដ៏ល្អនិងអ្នកគ្រប់គ្រងការងារមួយដែលមានប្រសិទ្ធភាពបាទខ្ញុំមានសារខ្លីមួយសម្រាប់ជូនទៅដល់ស្ដាប់ទៅដល់ទូទៅសម្រាប់ពួកយើងដែលក្នុងនាមជាប្រជាពលរដ្ឋមួយហើយក្នុងនាមជាចាស់ទុំក៏ដោយជាយុវជនសម័យបច្ចុប្បន្ននៅឡើយត្រូវតែព្យាយាមដុសខាត់នៅចំណេះជំនាញផងយើងសំខាន់គឺការផ្លាស់ប្ដូរឲ្យបានទៅជាពលរដ្ឋមួយល្អគឺត្រូវហ៊ានទទួលយកចំណេះដឹងថ្មីចូលរួមនៅក្នុងការអភិវឌ្ឍនិងរៀបចំអភិវឌ្ឍទាំងខ្លួនឯងនិងសង្គមផងយើងផងដែរបាទតាមរយៈការសិក្សានៅជំនាញការដឹកនាំជំនាញនៃការរៀបចំយុទ្ធសាស្ត្រហើយនឹងអាចតាក់តែងតាមការសរសេរចេញពីគំនិតយើងមួយដ៏ច្បាស់លាស់